nhiệt số cố chỉ muốn có thể cầm ô tô nào video mình nhiều các chỗ mình hai bây giờ hay là nè có camera thì được thì có những cứ mua chắc chắn lá nhóm đấy hay còn có những cứ rồi thì muốn lại thôi phải chỉ ở cái smart people chứ rồi cái smart people có những cứ phương lá là xa hơn mấy làm bây giờ via costly via cost high hay via ai hiện hay security đang hiện chắc ở trên chắc traditional people nó cứ via online là các đôi bọc trên máy là sao thấy people thông đã cứ thật cao như người là kia né đặt bây cho được lại viết từ ai như người khơi than này nơi cả là cái tác tam rồi dạy trên bao nhiêu mấy cứ ở trên bao nhiêu cứ thư mấy đặt bài video tham visibility tôi bởi vì viên mấy trai giả là ở anh nơi khơi than này ta nơi kẹo vì một thứ bao nhiêu bát hỏi via recognize một yếu tam rồi dạy facial recognition hay là via automated mai tham việc anh đã viết mình là bao nhiêu ô tô chắc ai mình lên trong nó cứ hát dịch đại nhưng giờ vì hai bao nhóm cứ như tôi chỉ ESP sang cái PS3 ở power supply tới bọc dashboard hay là ESP cam servo motor hay là power supply là nhóm ở small pi cầu haiសម្រាប់ software របស់ខ្ញុំវិញគឺខ្ញុំប្រើ software ចំនួន2គឺទី1 Arduino IDE ដើម្បីសេកូដចូលក្នុង ESP 32ហើយនិង ESP cam ហើយជាមួយនឹង Python ដើម្បីវា run ជាមួយនឹង facial recognition ហើយនឹងសេកូដទៅលើ facial ទៅលើ library inside face ដើម្បីសម្រាប់ធ្វើការ facial recognition អញ្ចឹងជាដំបូងបើមកមើលកូដរបស់ខ្ញុំវិញជាដំបូងនោះគឺខ្ញុំអាចនេះគឺជាកូដរបស់ខ្ញុំដែលខ្ញុំអាចនឹង run server តែមុននឹង run server គឺយើងត្រូវការ save user សិនមែនថាកន្លែង save user នេះគឺជា script ដើម្បីឲ្យយើង run ទៅដើម្បីឲ្យ save ជាមួយនឹងមុខរបស់ owner អញ្ចឹងជាដំបូងគឺខ្ញុំនឹង run ជាមួយនឹង script នេះជាមុនសិនអញ្ចឹងនៅពេលដែល run script នេះជាមុនទៅវានឹងឲ្យយើង in ឈ្មោះរបស់ owner អញ្ចឹងឈ្មោះរបស់យើងគឺឈ្មោះខុនបង្ហាត់អញ្ចឹងនៅពេលដែលខ្ញុំនេះទៅគឺវានឹងឲ្យយើងឈរនៅមុខកាមេរ៉ាដើម្បីវាថតចេញពី people នេះជាកាមេរ៉ាមួយនេះអញ្ចឹងខ្ញុំគ្រាន់តែចុច enter 3 ចំនួន3ដងទៅទៅពីថតរូប3ដងហើយវានឹងបង្កើតជាមួយនឹង owner photo អញ្ចឹងហៅថានេះគឺមានរូបទី2ហើយនិងរូបទី3នេះដែលយើងអាចយកប្រើប្រាស់បាននៅពេលដែលវា scan មុខអញ្ចឹងបន្ទាប់ពីវា save មុខរបស់យើងហើយគឺយើងអាចមក run ជាមួយនឹងmain script របស់យើងគឺ main.py អញ្ចឹងនៅពេលដែលខ្ញុំ run server ហ្នឹងទៅវានឹងចាប់ផ្ដើមហើយអញ្ចឹងនៅពេលដែលវាចាប់ផ្ដើមវានឹងចាប់ផ្ដើម detect អញ្ចឹងនៅពេលដែលចាប់ផ្ដើម detect គឺខ្ញុំអាចចុចប៊ូតុងនេះបានដើម្បីដែលវាដំណើរការដូចជាកណ្ដឹងអញ្ចឹងន័យថានៅពេលដែលមានគេចុចកណ្ដឹងចូលតែយើងទៅវានឹង scan មកអញ្ចឹងកាមេរ៉ានឹងចាប់ផ្ដើម scan មកអញ្ចឹងបន្ទាប់ពី scan មកហើយគឺជា scan មកដែលយើងចំណាំវានឹងបើកទ្វារ automatic ហើយ script Arduino ដែលខ្ញុំសេហ្នឹងគឺវាបើកទ្វារឲ្យចំនួន5វិនាទីនៅពេលដែល5វិនាទីនឹងចប់វានឹងបិទទ្វារមកវិញ automatic អញ្ចឹងឥឡូវនេះខ្ញុំនឹងយកកាមេរ៉ាដើម្បីឲ្យតុលាគាត់នេះវិញម្ដងអញ្ចឹងតុលាអាចចុចកណ្ដឹងបានហើយដាក់មុខនៅកន្លែងកាមេរ៉ានោះទៅចុចទៅវាគួរតែអាចបើកទ្វារទេបន្ទាប់ពីនេះហើយគឺយើងអាចមកមើលទៅតាម Telegram ដែលវាបាន send មករបស់យើងវិញគឺម៉ែថាគឺនិយាយអំពី unknown visitor នៅខាងមុខទ្វារអញ្ចឹងម៉ែថានៅពេលដែលមានជនសង្ស័យណាម្នាក់ដែលមិនមែនជា owner វានឹង send មកទៅតាម Telegram របស់យើងហើយ Telegram យើងហ្នឹងគឺវាមាន prompt ចំនួន2ឲ្យយើងចុចគឺទី1គឺ unlock ហើយនិង deny អញ្ចឹងម៉ែថាបើយើង unlock អញ្ចឹងបើយើងចុចទៅលើ unlock ទ្វារហ្នឹងវានឹងបើកឲ្យអ្នកនឹងចូលតែបានហើយវានឹងបិទមកវិញចំនួនក្នុងរយៈពេល5វិនាទីកាមេរ៉ានៅពេលដែលកាមេរ៉ារបស់យើងខូចអញ្ចឹងឬមួយក៏យើងកាយអីមួយអញ្ចឹងយើងអាចកាមេរ៉ាវាអាចស្គមរបស់យើងបានអញ្ចឹងនៅក្នុងនេះanhមើលនៅតាម Telegram គឺខ្ញុំមាន comment គឺខ្ញុំមាន script comment មួយដើម្បីការពារគឺ emergency open ហើយ G4 អញ្ចឹងនៅពេលដែលខ្ញុំចុចទៅលើ comment ហ្នឹងវានឹង send comment ទៅលើsystem របស់ខ្ញុំហើយ system របស់ហើយទ្វារវានឹងបើកឲ្យ automatic ថាកន្លែងនោះគឺសម្រាប់ emergency ដោយសារអីមុខរបស់យើងមិនប្រកាសថានៅចឹងរហូតមកហើយវាអាចនឹងមានព្រឹត្តិការណ៍ណាមួយឬមកកាមេរ៉ាខូចអត់អាចចាប់មុខរបស់យើងបានអញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូនៅជាមួយនឹងអ្នកទាំងអស់គ្នាដែលកំពុងតែមើលវីដេអូមួយនេះអញ្ចឹង
ចាប់ប៉ុណ្ណឹង